bà chân côn sao đểត្រូវប្រើលេខ10 12 និង 14 បាទអញ្ចឹងដំបូងយើងដក phôi xịp ចេញសិនហើយយើងចាប់ផ្ដើមយកសោលេខ10ដោះខ្ចៅក្បាលដបចេញបាទសោលេខ14ដោះកងបាទដើម្បីយើងដកយកដបចេញបាទអញ្ចឹងនៅពេលដែលយើងដកដបចេញបានហើយយើងចាប់ផ្ដើមមួលវាចេញទៅបាទរួចហើយយើងចាក់ទឹកចាស់នឹងចោលទៅបាទហើយយើងចាប់ផ្ដើមយកទឹកទាមកចាក់លើវាទៅហើយយើងមួលចូលក្លុកតិចទៅបាទឲ្យវាសប់អាទឹកទាហ្នឹងទៅបាទហើយយើងយកមកយកច្រាស់ហ្នឹងដុសទៅបាទដុសសម្អាតវាទៅណាបាទហើយមើលតាមជាក់ស្ដែងទៅលាងឲ្យស្អាតទៅបើមានម៉ូទ័របាញ់អីក៏បាញ់ថែមទៀតទៅក៏ល្អដែរបាទតបពីយើងលាងហើយហ្នឹងយើងយកស្កុតទឹកហ្នឹងរុំអាកងហ្នឹងតិចទៅជៀសវាងការធូរលិចអីណាលិចធ្លាយតាមហ្នឹងអីហើយចាក់លបាយចូលទៅបាទហើយចាក់ទឹកសុទ្ធឲ្យជិតដល់កន្លែងម៉ាក់គេវាទៅដើម្បីពេលដែលយើងមួលដបចូលទៅគឺវាស្មើម៉ាក់គេតែម្ដងបាទហើយយើងកូរហើយយើងមួលវិញឲ្យតឹងបាទមួលវិញឲ្យតឹងហើយយកទៅចាប់វិញទៅបាទយកទៅចាប់ចូលវិញទៅរួចរាល់ហើយបាទហើយដាក់ phôi xịp ចូលវិញទៅបាទបើបងប្អូនចង់តេស្តចំហេះវាបងប្អូនត្រូវចាំ5នាទីហើយដាក់វាចូលទៅក្នុងទឹកហើយយកភ្លើងដុតពពុះនៅខាងលើបាទ